បើសិនជាបានទៅដើរលេងដល់ខេត្តសៀមរាបហើយគឺថាគុំរំលងទីតាំងជ្រូកអាំងមកកន្លែងនេះឲ្យសោះព្រោះដោយសារតែគាត់បកកែធ្វើមែនតើស្បែកជ្រូកខាងក្រៅនឹងឡងស្រួយខ្ញោកដូចជ្រូកខ្វៃអញ្ចឹងពុកម៉ែបងប្អូនហើយបើថាទឹកជ្រលក់នេះវិញគឺឆ្ងាញ់មែនតើជាប្រភេទទឹកប្រហុកដែលគេមានលាយជាមួយនឹងក្រងណាហើយគាត់ក៏មានលក់ជាប្រភេទហ៊ុនអីផ្សេងដែរនិយាយទៅគឺថានៅកន្លែងគាត់តំណងឆ្ងាញ់ហើយបើថាស្បែកជ្រូកវិញគឺឡងស្រួយខ្ញោកតែម្ដងអញ្ចឹងសម្រាប់ទីតាំងដែល Two Sister ទៅនេះគឺស្ថិតនៅភូមិប្រដាក់ខេត្តសៀមរាបដែលមានឈ្មោះថារយុទ្ធជ្រូកអាំងដែលពុកម៉ែបងប្អូនជាច្រើនដែលបានទៅដើរលេងដល់ខេត្តសៀមរាបគឺថាកម្រនឹងរំលងទីតាំងមកកន្លែងនេះមែនតើឲ្យតែថានិយាយទៅដល់ភូមិប្រដាក់ហ្នឹងគឺស្គាល់ច្បាស់តែម្ដងរយុទ្ធជ្រូកអាំងហ្នឹងព្រោះដោយសារតែនៅកន្លែងគាត់គឺល្បីឆ្ងាញ់ហើយដូចពេលដែល Two Sister ទៅអញ្ចឹងគឺថាមួយលងណែនតែម្ដងហើយក្រៅតែពីជ្រូកអាំងក៏គាត់មានលក់ជាប្រភេទហ៊ុនញាត់គ្រឿងបែបនេះដែរគឺថាឡើងទំនងតែម្ដងមិនដឹងថាក្នុងមួយថ្ងៃក៏លក់អស់ប្រហែលគីឡូទេពុកម៉ែបងប្អូនព្រោះដោយសារតែឃើញដាក់អាំងបន្តរហូតហើយគាត់មានផ្នែកដាក់អាំងអញ្ចឹងណាអ្នកនៅខាងក្រោយផ្សេងទៅអ្នកនៅខាងមុខផ្សេងទៅនិយាយទៅគឺគេជួយគ្នាអញ្ចឹងទៅហើយសម្រាប់តម្លៃវិញហ៊ុនក៏ដូចជាជ្រូកអាំងហ្នឹងគឺមួយខាំ5000រៀល1គីឡូ50000រៀលហើយសម្រាប់ជ្រូកនេះវិញពុកម៉ែបងប្អូន Twister ក៏បានសាកសួរដែរក្នុងមួយថ្ងៃបើសម្រាប់ថ្ងៃទូទៅហ្នឹងគឺគាត់លក់អស់ចន្លោះពី3ទៅ4ក្បាលប៉ុន្តែបើសម្រាប់ថ្ងៃបុណ្យទានវិញគឺហក់ដល់5ទៅ6ក្បាលហើយសម្រាប់សាច់ជ្រូកដែលពុកម៉ែបងប្អូនឃើញគាត់ដាក់ជាមុនហ្នឹងគឺអត់ទាន់សម្រេចទេណានៅពេលដែលជាហើយអញ្ចឹងគឺគាត់យកមកដាក់អាំងនៅខាងមុខចេះដើម្បីឲ្យស្បែកនោះស្រួយអញ្ចឹងនៅពេលដែលយើងញ៉ាំទៅគឺថាអូយដាក់មួយម៉ាត់ណាមកក៏ជាតិដែរពុកម៉ែបងប្អូន Twister បញ្ចូលសលេងបណ្ដាចាប់ផ្ដើមនឹកឃើញឃ្លានទៀតទៅអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលបានទៅដើរលេងដល់ខេត្តសៀមរាបហើយគឺថា Twister recommend មែនតើកុំភ្លេចឈៀងចូលលេងនៅភូមិប្រដាក់ណាព្រោះក្រៅតែពីជ្រូកអាំងហ្នឹងគឺថានៅភូមិប្រដាក់មានអ្វីជាច្រើនទៀតនិយាយទៅគឺសុទ្ធសឹងតែជាម្ហូបខ្មែរបង្អែមខ្មែរមានដូចជានំម៉ាកោត្នោតនំបាក់បិនក៏ដូចជានំផ្លែអាយអញ្ចឹងទៅនិយាយទៅគឺថាភូមិប្រដាក់នេះនៅពេលដែលយើងបានទៅដល់ហើយគឺរៀនសូត្របានច្រើនមែនតើជាពិសេសបង្អែមមួយចំនួនដែលក្មេងៗសម័យឥឡូវក៏អត់សូវស្គាល់ប៉ុន្តែនៅភូមិប្រដាក់គឺថាមានហើយរក្សាទុកបានច្រើនហើយឥឡូវនេះគឺថាជ្រូកអាំងរបស់ Twister បានមកដល់លើទឹកហើយ Twister ថ្ងៃនេះគឺថាទៅជាមួយនឹង Freshy ពុកម៉ែបងប្អូនជាប្រភេទតែក្រូចឆ្មានៅពេលដែលយើងញ៉ាំជាប្រភេទអាហារបែបនេះដាក់តែក្រូចឆ្មា Freshy ជូរអែមមកគឺថាត្រូវមែនតើហើយសម្រាប់ជ្រូកអាំងនេះវិញគឺ Twister យកនេះដូចជាប្រមាណខាំឯពុកម៉ែបងប្អូនគឺដាក់លាយចម្រុះចូលគ្នាបើថាទឹកជ្រលក់របស់គាត់វិញគឺឆ្ងាញ់មែនតើជាប្រភេទទឹកប្រហុកដែលគេមានដាក់លាយជាមួយនឹងក្រងយើងច្របាច់ក្រូចឆ្មាដាក់ម្ទេសមកគឺថាជាតិតែម្ដងហើយសម្រាប់ទឹកជ្រលក់នេះគឺគាត់ធ្វើរសជាតិល្មមអត់ផ្អែមពេកអត់ប្រៃពេកទេហើយសម្រាប់ក្លិនប្រហុកវិញក៏អត់ដិតខ្លាំងដែរនៅពេលដែលយើងដាក់ញ៉ាំទៅប៉ះជាមួយនឹងក្រងមកគឺទទួលបានរសជាតិបែបឆ្ងាញ់ប្លែកពុកម៉ែបងប្អូនហើយផ្ទាប់ជាមួយនឹងដើមចេកបន្លែរបស់គាត់ដែលមានដាក់នឹងមកគឺថាបន្លែនេះវិញគឺស្រស់ល្អមែនតើហើយសម្រាប់សាច់វិញក៏មានជាតិដែរព្រោះដោយសារតែគាត់មានប្រឡាក់គ្រឿងនៅលើនឹងបន្ថែមទៀតអញ្ចឹងណាហើយគាត់ក៏មានជាប្រភេទទឹកជ្រលក់ទឹកម្ទេសដែរគឺមាន2ជម្រើសអញ្ចឹងពុកម៉ែបងប្អូនចូលចិត្តរសជាតិមួយណាគឺថាញ៉ាំមួយនឹងទៅប៉ុន្តែសម្រាប់ Twister គឺញ៉ាំទឹកប្រហុកហើយកុំភ្លេចញ៉ាំជាមួយនឹងតែក្រូចឆ្មា Freshy រសជាតិជូរអែមគឺឆ្ងាញ់មែនតើហើយបើបានដាក់ជាមួយនឹងទឹកកកត្រជាក់អញ្ចេះទៀតគឺកាន់តែឆ្ងាញ់តែក្រូចឆ្មា Freshy នេះគឺងាយស្រួលដាក់តាមខ្លួនណាពុកម៉ែបងប្អូនគឺថាកំប៉ុងគេឡើងទួយឲ្យខ្ជូតហ្មងអញ្ចឹងវីដេអូរបស់ Twister ថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេហើយសម្រាប់ទីតាំងនេះវិញគឺគាត់មានបើកលក់ចាប់ពីម៉ោង10ព្រឹករហូតដល់ម៉ោង3រសៀលបាយ